លោកតាសក់ខ្មៅភ្នំត្បែងទាយថាសង្គ្រាមលោកនឹងចាប់ផ្ដើមគ្រប់ទីកន្លែងផែនដីនឹងត្រូវឆេះរលាយគ្មានសល់ចំពោះអ្នកដែលយល់ធម៌របស់លោកឪនឹងរួចចាក់ផុតទុកពីសេចក្តីស្លាប់លោកឪបានបញ្ជាក់ដោយប្រភ្នាល់ថាដំរីចាស់ស្លាប់ហើយនៅក្នុងលោកទាំងមូលគឺគ្មានដំរីចាស់ទៀតទេសង្គ្រាមលោកនឹងចាប់ផ្ដើមគ្រប់ទីកន្លែងចាប់ពីថ្ងៃ16រហូតដល់ថ្ងៃទី23ខែ2ឆ្នាំ2026នេះហើយសេះនឹងចាប់ផ្ដើមចេញប្រតិបត្តិការគ្រប់ទីកន្លែងលើពិភពលោកនេះទូភីចាប់ផ្ដើមចេញប្រយុទ្ធជាមួយពាលីហើយរីឯក្រូតក៏វាយ៉ាងសន្ធាប់កាន់តែខ្លាំងដល់ពេលនោះគ្មានអ្នកណាជួយអ្នកណាទេអ្នកខ្លាំងគ្រប់ទិសដែលតាំងខ្លួននឹងត្រូវវិនាសយ៉ាងពិតប្រាកដនៅក្នុងចន្លោះអតីតកាលនេះផែនដីនឹងត្រូវឆេះរលាយវិនាសសាបសូន្យគ្មានសល់ដល់ពេលនោះនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយរកផែនដីមួយស្ទើរតែគ្មានចាប់ពីពេលនេះតទៅអ្នកណាដែលមិនធ្វេសប្រហែសនឹងព្រះធម៌ហើយយកចិត្តទុកដាក់សាងអំពើល្អអ្នកនោះនឹងឆ្លងផុតពីទុក្ខរួចចាកផុតពីក្តីស្លាប់ជនទាំងឡាយណាដែលមានការប្រមាថហើយធ្វេសប្រហែសនឹងព្រះធម៌អ្នកនោះនឹងរលត់ទៅតាមកាលខាងមុខនេះគ្រប់គ្នាយន្តសូមដាស់តឿនជាលើកចុងក្រោយទៅចុះបើមិនឆាប់ទម្លាក់ចោលនៃហិង្សាការជាប្រមាថឲ្យបានទាន់ពេលទេជនទាំងនោះនឹងត្រូវរលាយទៅតាមការនោះជៀសមិនផុតឡើយ